មានបងប្អូនប្រមាណអ្នកដែលមិនទាន់ចេះបង្កើតវីដេអូសម្រាប់ខ្ញុំរលួយតាម YouTube មុនដំបូងខ្ញុំបានចាប់ផ្ដើមពីគំនិតមួយគឺខ្ញុំចាប់ផ្ដើមជិះម៉ូតូជិះទៅស្រាប់តែល្ងុយគេងចឹងគឺជាការធម្មតាតែយើងល្ងុយគេងយើងចាប់ផ្ដើមរោកាខ្វេហើយខ្ញុំក៏ងាកទៅខាងស្ដាំដៃឃើញហាងកាខ្វេមួយគឺតំណងកន្លែងអង្គុយលេងក៏ស្រួលអីក៏ស្រួលដែរអញ្ចឹងខ្ញុំក៏ចូលទៅកំងកាខ្វេគេសួរថាបងឯងគឺត្រូវការញ៉ាំអីខ្ញុំថាដាក់កាខ្វេក្តៅឲ្យខ្ញុំមួយកែវមកគេក៏ដាក់កាខ្វេក្តៅឲ្យខ្ញុំមួយកែវដូចចិត្តមែនអញ្ចឹងពេលដែលដាក់កាខ្វេមកខ្ញុំក៏មានគំនិតមួយយកទូរស័ព្ទថតអញ្ចឹងដល់ពេលទូរស័ព្ទថតចុះថតឡើងថតចុះថតឡើងតែខ្ញុំមិនទាន់បានធ្វើអីទេខ្ញុំក៏ទុកណែថតបានហើយក៏ទុកចោលអញ្ចឹងទៅមិនទាន់បានធ្វើអីទេហើយប្រហែលជា 3-4 ម៉ោងក្រោយមកខ្ញុំក៏បានជិះម៉ូតូមកទៀតក៏ឃើញផ្លូវស្អាតនេះដោយផ្លូវខ្ញុំបានបង្ហាញនេះខ្ញុំក៏ចាប់ផ្ដើមទាញទូរស័ព្ទយកមកថតដែរថតមើលទៅឃើញផ្លូវនេះវាលក្ខណៈស្អាតតាមធម្មជាតិខ្ញុំក៏ចាប់ផ្ដើមថតចុះថតឡើងថតចុះថតឡើងហើយអារម្មណ៍ក៏វាស្រស់ស្រាយសប្បាយក្នុងចិត្តទៅតាមធម្មជាតិនៃផ្លូវនឹងដែរហើយខ្ញុំក៏ថតនេះគឺខ្ញុំថតពីវីដេអូទី1ប្រហែលជា3នាទីវីដេអូទី2គឺ4នាទីខ្ញុំថតយកមកហើយប៉ុន្តែពេលដែលខ្ញុំថតចំមកដល់ផ្ទះខ្ញុំក៏ចុចមើលវីដេអូនោះចុះឡើងអញ្ចឹងទៅខ្ញុំគិតថាវីដេអូ3វីដេអូទី1គឺខ្ញុំថតកាខ្វេវីដេអូទី2គឺខ្ញុំថតផ្លូវតាមភូមិស្រុកជនបទដាច់ស្រយាលហ្នឹងប៉ុន្តែខ្ញុំថាគួរណាតែបង្កើតវីដេអូមួយបើបង្កើតវីដេអូមួយខ្ញុំត្រូវដាក់វីដេអូណាមុនហើយណាមួយដាក់ក្បាលហើយណាមួយដាក់ចុងអញ្ចឹងដើម្បីឲ្យវីដេអូវាមានលក្ខណៈគុណភាពខ្ពស់អញ្ចឹងយើងត្រូវដាក់វីដេអូមួយណាទៅខ្ញុំក៏គិតហើយគិតទៀតថាតាមធម្មតាខ្ញុំក៏ដូចជាអ្នកដទៃដែរបើសិនបើឃើញក្បាលវីដេអូតំណងគេនឹងចាប់អារម្មណ៍មើលវីដេអូរបស់យើងនឹងហើយអញ្ចឹងចាប់ផ្ដើមឡើងខ្ញុំក៏យកវីដេអូទី1គឺខ្ញុំថតកាខ្វេហ្នឹងខ្ញុំយកមកដាក់ទៅលក្ខណៈដែលខ្ញុំយកដាក់កាខ្វេមកដាក់វាហាក់ដូចជាទី1គឺបើសិនបើបងប្អូនណាមួយចង់បង្កើតអាជីវកម្មដោយការបើកជាហាងកាខ្វេបើកជាអីអញ្ចឹងទៅគឺលក្ខណៈសាមញ្ញឃើញថាវាអាចនឹងធ្វើទៅរួចទី2បើសិនបើយើងមើលទៅតាមលក្ខណៈធម្មជាតិទៅវាឃើញថាស្រស់ស្រាយសប្បាយក្នុងចិត្តភាគច្រើនពេលដែលអ្នកធ្វើការថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងគាត់សម្រាប់ពីការងារគាត់តែងតែមកលំហែកាយលក្ខណៈតាមផ្លូវអញ្ចឹងជិះម៉ូតូដើរលេងថតអីដើរលេងអញ្ចឹងទៅក៏ខ្ញុំសម្រេចថាបង្កើតវីដេអូនេះឡើងគឺដាក់កាខ្វេគឺនៅទី1ណាដាក់កាខ្វេនៅទី1ហើយវីដេអូដើរលក្ខណៈធម្មជាតិគឺទី2បញ្ជាក់ថាបន្ទាប់ពីយើងបានសម្រាប់ពីអាជីវកម្មសម្រាប់ពីការធ្វើការពេលធ្វើអីយើងនាំបងប្អូនមិត្តភ័ក្តិសង្សារប្រពន្ធកូនដើរលេងតាមលក្ខណៈធម្មជាតិ
សុខស្រែចំការឃើញដើមស្វាយឃើញដើមអីចឹងទៅគឺឃើញតែស្អាតស្រស់ស្អាតចឹងទៅយើងយកមកដាក់ចឹងទៅហើយយើងមកលំហែកាយអីចឹងទៅចឹងការបង្កើតវីដេអូចេញបានគឺផ្ដើមចេញពីប្រមូលនៅគំនិតដែរសម្រាប់ខ្ញុំគិតថាលក្ខណៈបែបនេះទី1សកម្មភាពដែលខ្ញុំបានថតហាងកាហ្វេថតកាហ្វេយកមកចែកជូនហើយទី2គឺយើងបានមកដល់កន្លែងជនបទឃើញផ្លូវស្អាតក៏យើងមកធ្វើជាវីដេអូចែកជូនទៅដល់បងប្អូនគឺមានដើមមានកណ្ដាលមានចុងអីចឹងណាចឹងក៏បង្កើតបានជាវីដេអូមួយទៅសម្រាប់បងប្អូនអ្នករលួយតាម YouTube អញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងសម្រាប់ចែកជូននៅក្នុងការពិពណ៌នាអំពីអ្វីដែលយើងអាចបង្កើតវីដេអូចេញសូមអរគុណសូមជម្រាបលា